chắc rồi ấy thích clear cáiនេះអត់ទៅមកមានក្រេន ខ្ញុំមិនអានresearch paper នៅសួរបងប្អូននេះខ្ញុំឈ្មោះណាវិតហើយនេះគឺជា episode ទី2នៃ journey របស់ខ្ញុំជាសិស្សថ្នាក់អនុបណ្ឌិតនៅ CADT ចឹងឥឡូវនេះគឺខ្ញុំនៅ CADT ហើយថ្ងៃនេះមក CADT ដោយសារតែមានយើងមកថត promotional video សម្រាប់ next gen program next gen engagement program ពេលចឹងទៅយើងមកថតនៅសាលាហើយសង្ឃឹមថាថ្ងៃហ្នឹងគឺអាចមាននៅ productive ខ្លះខ្ញុំថ្ងៃនេះខ្ញុំ plan មក shoot video ហើយកាលហ្នឹងគឺធ្វើ vlog មួយហ្នឹងផងដែរហើយមួយទៀតគឺអាន research paper ផងដែរអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំឡើងមកថ្នាក់សិនដោយសារតែខ្ញុំត្រូវទៅជួបមិត្តភ័ក្តិរបស់ខ្ញុំសិនសំផាត់តែ132ឥឡូវទេងមកទេងកំប្លែមកអូយខ្ញុំមិនអានresearch paper ខ្ញុំអាន research monograph អញ្ចឹងបន្ទាប់ពីនិយាយគ្នាលេងបានមកសន្ទុះហើយក៏ពពួរគ្នាចេញមកក្រៅដើម្បីទិញកាហ្វេមកកែវសិនហើយបើខ្ញុំឡើងទៅលើវិញខ្ញុំទៅថត promotional video របស់ខ្ញុំឥឡូវនេះយើងមកថត promotional video ហ្នឹងយើងបានថតចប់ហើយអូខេបងប្អូនអរគុណអញ្ចឹងតាក់ទងជាមួយនឹងខ្ញុំនិយាយនៅក្នុងថ្នាក់លេងសើចហ្នឹង132ទំព័រហើយហ្នឹង research monograph research paper ហ្នឹងដោយសារអញ្ចេះទេ professor របស់ខ្ញុំគាត់ដាក់ការងារឲ្យដើម្បីឲ្យទៅ read នៅ research paper ប៉ុន្តែដល់ពេលខ្ញុំវិញខ្ញុំមិនមែនទៅ read research paper ទេខ្ញុំទៅ read research monograph វិញចា research monograph ហ្នឹងវាវែងណាបងប្អូននេះវាច្រើនទំព័រដោយសាររយៈពេលយើងដើម្បីធ្វើកិច្ចការហ្នឹងវាខ្លីអញ្ចឹងហើយយើងអាចអានច្រើនទំព័របានទេអញ្ចឹងហើយបើថ្ងៃនេះគឺខ្ញុំមកធ្វើការងារមួយចំនួនហើយខ្ញុំក៏ត្រៀមរកនៅ research paper ថ្មីដើម្បីអានផងដែរនិយាយទៅអា research paper ហ្នឹងវាតា5ទំព័រទៅ30ទំព័រអីអាហ្នឹងអស់ច្រើនហើយប៉ុន្តែ research monograph វិញវាអាចដល់300ទំព័រឲ្យបូកចឹងអីដែលខ្ញុំទៅអានហ្នឹងគឺខ្ញុំមិនទៅអាន paper ទេគឺខ្ញុំទៅអានសភៅយកទៅហើយឥឡូវនេះខ្ញុំមករកresearch paper ផ្សេងទៀតប៉ុន្តែនៅក្នុង domain ដដែលទេដោយសារតែខ្ញុំចង់ដឹងច្រើនតាក់ទងជាមួយនឹងartificial ហើយនឹងគណិតរបស់យើងតើវាមាន impact អីខ្លះវាដូច article មួយនេះដែលខ្ញុំនឹងអានហ្នឹងគឺគេដាក់ថា artificial ហ្នឹងវាអាចមានពេលមួយដែលវា reach នៅ human thought បានអត់ន័យថា artificial intelligence ហ្នឹងវាដូចទៅនឹងការគិតរបស់មនុស្សយើងដែរអញ្ចឹងអានេះក៏វា interesting ដែរ topic មួយនេះនិយាយទៅresearch monograph ដែលខ្ញុំបានអានមុនហ្នឹងខ្ញុំអានតែបានតែក្បាលដំបូងបន្តិចឯងប៉ុន្តែវា interesting ដោយសារតែវានិយាយពីខ្ញុំចាប់អារម្មណ៍ពីចំណុចមួយគេលើកឡើងថាការគិតរបស់យើងនឹងក្លាយជាការគិតរបស់មនុស្សយើងទាំងអស់មកពិភពលោកដែលអ្នកដែលប្រើ AI ហ្នឹងនឹងមានការគិតតែមួយហើយចំណុចហ្នឹងមើលទៅយើងអានហើយយើងគិតតាក់ទងមួយចំណុចហ្នឹងខ្លាំងមែនទែនវាខ្លាចជាស្តង់ដារនៃការគិតមួយអញ្ចឹងលែងមានការគិតបែបអឺរ៉ុបលែងមានការគិតបែបអាស៊ីលែងមានការគិតបែបអីផ្សេងទៀតហើយដូចនៅក្នុងហ្នឹងគឺគេលើកឡើងតាក់ទងជាមួយនឹងការសរសេរសភៅការសរសេរសភៅហ្នឹងគេលើកឡើងពីឥណ្ឌាគាត់ប្រើ AI អញ្ចឹងនៅពេលដែលអីដែលគាត់សរសេរមកហ្នឹងវាប្រកាសជាទទួល effect ពី AI ហើយ AI ហ្នឹងវាភាគច្រើនជា western AI អញ្ចឹងការ train data របស់វាការ train នៅតាក់ទងជាមួយនឹង data culture អីរបស់វាហ្នឹងគឺប្រកាសជាមានទំនោរទៅរកខាង western ហើយអញ្ចឹងនៅពេលដែលឥណ្ឌាគាត់ជនជាតិឥណ្ឌាហ្នឹងគាត់សរសេរសភៅប៉ុន្តែគាត់ប្រើ AI ដើម្បីជា co-author របស់គាត់មានន័យថាការសរសេររបស់គាត់ហ្នឹងទៅជា
បាត់បង់អាភាពដើមរបស់គាត់ហ្នឹងជំនួសដោយ style ទៅសេបែប western វិញអញ្ចឹងចំណុចមួយហ្នឹងគឺវាអាចជាចំណុចមួយដែលអត់សូវល្អដែរព្រោះថានៅពេលដែលយើងប្រើ AI ជុំគ្នាទាំងអស់អញ្ចឹងយើងនឹងបាត់នៅអត្តសញ្ញាណរបស់យើងរៀងខ្លួនដោយសារតែ AI ដែលយើងប្រើហើយវា train ទៅលើ data ណាទំនោររបស់វានឹងតួទៅខាង data ខាងនោះហើយគេចាំបន្តពីអង្គុយនិយាយគ្នាលេងរក topic and research paper អីបានបន្តិចហើយខ្ញុំក៏ចុះមកថ្នាក់របស់ខ្ញុំវិញសំខាន់ខ្ញុំចុះមកថ្នាក់ហ្នឹង surprise ហ្មងដោយសារតែ classmate របស់ខ្ញុំគាត់យក terrain មកញ៉ាំសើចែក terrain គ្នាញ៉ាំទៀតអូ នេះអត្តមាមាន train ឈ្ងុយយល់ឈ្ងុយចាក់ធ្វើអីតិចclear កាមេរ៉ាសិតអត់សិតកាមេរ៉ាគេទុកជំនាញបើនិយាយពីនៅក្នុងថ្នាក់វិញថ្ងៃខ្លះលម៉ាថ្ងៃខ្លះ train ហើយនិយាយទៅជីវិតជាអ្នកធ្វើ vlog មិនស្រួលទេណាបងប្អូនគ្នាកាន់ train មកស្រកទឹកមកតក់ឲ្យប៉ុន្តែអត់តន់ញ៉ាំទេទៅទាញកាមេរ៉ាយកមក set up ដាក់ជើងដាក់អីថតសិនហើយបានញ៉ាំតាមក្រោយអូខេនៅក្នុងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំបានញ៉ាំ terrain ហើយឥឡូវឆ្អែតហើយឥឡូវទៅផ្ទះដេក pleasant អូខេ bye bye បងប្អូនអរគ្នា